บัดជាបឋមខ្ញុំសូមគោរពជំរាបសួរគ្រូឧបទេសដែលបង្រៀនលើមុខវិជ្ជាការវិតម្លៃការសិក្សានៅសប្តាហ៍ទី3នេះគឺគ្រូឲ្យបកស្រាយនិងពន្យល់បាទមេរៀនទី3គឺការវិតម្លៃផ្នែកចំណេះដឹងនិងដំណើរការបញ្ញាបាទបានក្នុងសេចក្តីផ្ដើមនេះរួមមានការវិតម្លៃដែលអាចទុកចិត្តបានចាប់ផ្ដើមជាមួយនឹងការពណ៌នាច្បាស់នៅសម្បទាសិក្សារំពឹងទុករបស់សិស្សសម្បទាដែលចង់បាននេះជាលទ្ធផល2គឺការសិក្សារបស់សិស្សប្រយោគច្បាស់នៃការបាទនៃលទ្ធផលរំពឹងទុកមានគោលបំណងវត្ថុបំណងស្តង់ដារឬអ្វីដែលបាទដែលសិស្សគួរដឹងនិងអាចធ្វើបានពីចំណេះដឹងបាទ1.1 ការពិនិត្យឡើងវិញនៅឥទ្ធិពលដែលជះលើការសិក្សារបស់សិស្សនិងវិតម្លៃអ្នកផលិតគោលនយោបាយបានយល់ច្បាស់ហើយថាដើម្បីទទួលបានជោគជ័យនៅសាកលវិទ្យាល័យនិងកន្លែងធ្វើការកូនសិស្សត្រូវបាទទី1ត្រៀមខ្លួនជាស្រេចសម្រាប់បំណិនផ្សេងចរិយាសម្បត្តិលើសពីចំណេះដឹងឯកទេសសំណួរសួរថាតើគន្លឹះទាំង3នេះខុសគ្នាដូចម្តេចបាទគន្លឹះទាំង3នេះខុសគ្នាដូចម្តេចគោលដៅការអប់រំ education arms គោលបំណងទី1គោលបំណងនេះគោលបំណងការអប់រំ education goal បាទវត្ថុបំណងការអប់រំ education objectives បាទវត្ថុបំណងបាទគោលបំណងនិងគោលដៅមាន3ហ្នឹងបាទនៅក្នុង 1.2 នេះគឺលទ្ធផលសិក្សាបាទលក្ខណៈវិនិច្ឆ័យត្រូវបានប្រើប្រាស់1ជ្រើសរើសសម្ភារៈឧបទេស2ពង្រៀងឬគ្រោងខ្លឹមសារមេរៀនបាទ3អភិវឌ្ឍដំណើរការបង្រៀននិងរៀនទី4រៀបចំតេស្តនិងការប្រឡងបាទលទ្ធផលសិក្សាគោលបំណងវត្ថុបំណងស្តង់ដារការរំពឹងទុកលក្ខណៈវិនិច្ឆ័យលទ្ធផលសិក្សារំពឹងទុកមួយពេលសិក្សាបាទបន្តទៅមុខទៀតទំនាក់ទំនងរវាងគោលដៅអប់រំវត្ថុបំណងទូទៅនៃមុខវិជ្ជានិងលទ្ធផលសិក្សារំពឹងទុកមួយពេលសិក្សាបាទគោលបំណងការអប់រំអរិយាប័ត្របាទបែងចែកទៅជាមានអរិយាប័ត្រចរិយាអរិយាប័ត្របាទទី2ពុទ្ធិចំណេះដឹងចលនាការបង្ហាញចេញស្តង់ដារវត្ថុបំណងទូទៅលទ្ធផលសិក្សារំពឹងមកក្នុងមួយពេលសិក្សាបាទ 1.3 គោលបំណងការសិក្សា education goals គឺជាប្រយោគទូទៅបាទអំពីលទ្ធផលសិក្សារបស់សិស្សដែលចង់បានក្រោយរៀនចប់តាមកម្រិតសិក្សានេះជាឧទាហរណ៍ខ្លះៗដែលបាទឧទាហរណ៍ខ្លះនៃគោលបំណងនៃការសិក្សាបាទទី1គឺត្រូវយល់ដឹងនិងឲ្យតម្លៃចំណេះដឹងវិទ្យាសាស្ត្របាទទី2រៀនគិតនិងសិក្សាដោយឯករាជ្យខ្លាយជាពលរដ្ឋល្អលើកកម្ពស់បំណិនទំនាក់ទំនងជាដើមបាទបន្តមកទៀតដល់ 1.4 គឺស្តង់ដារ standards ជាប្រយោគអ្វីអំពីអ្វីដែលសិស្សគួរដឹងនិងគួរធ្វើបានក្នុងខ្លឹមសារមេរៀនតាមកម្រិតថ្នាក់បាទនេះជាឧទាហរណ៍ខ្លះនៃការបាទសរសេរលទ្ធផលស្តង់ដារបាទ1សិស្សនឹងបង្ហាញការយល់នៃរដ្ឋធម្មនុញ្ញ2សិស្សពន្យល់ដោយ
បាទដោយសរសេរពីកថាខណ្ឌស្ដីពីការស្ដីពីអ្វីដែលអាចធ្វើឲ្យវត្ថុលេចឬអណ្ដែត3សិស្សអនុវត្តចំណេះដឹងនៅទំនាក់ទំនងពាក្យបាទ4សិស្សនឹងស្វែងយល់ថាតើវត្ថុអាចคล้ายជាដុំម៉ាស់វត្ថុរាវឧស្ម័នជាដើមបាទ 1.5 វត្ថុអំណងនៃការអប់រំ education objects បាទទី1ប្រយោគនៃការអនុវត្តជាក់ស្ដែងដែលគួរត្រូវបានបង្ហាញនៅចុងមេរៀនមួយៗវត្ថុអំណងនៃការអប់រំនៅទីនេះមានន័យថាដូចវត្ថុអំណងការបង្រៀននិងរៀនឲ្យសម្ដៅបាទលើលទ្ធផលសិក្សារបស់សិស្សដែលចង់បានលទ្ធផលសិក្សាដែលចង់បានបាទខាងក្រោមនេះជាលទ្ធផលសិក្សាបាទរំពឹងស្ដែងចេញជាកប្បកិរិយាជាក់ស្ដែងបាទសង្ខេបគំនិតសំខាន់នៃអត្ថបទអានសរសេរចំណងជើងនៃអត្ថបទអានពន្យល់ដំណើរការរស្មីសំយោគជាដើមបាទ 1.6 វត្ថុបំណងនៃការបង្រៀនជាអ្វីបាទវត្ថុបំណងនៃការបង្រៀនគឺជាបាទវត្ថុបំណងនៃការបង្រៀនគឺជាលទ្ធផលរក្សាសិក្សារំពឹងទុកឬជាសមត្ថភាពរបស់អ្នកសិក្សាដែលទទួលបានពីការរីបង្រៀនហើយត្រូវបានបញ្ជាក់នៅក្នុងវិធីមួយដែលអាចសង្កេតនិងបោះវិញបាទការវិតម្លៃដែលមានចម្លើយតែមួយគត់តែមួយជាក់លាក់ជាអ្វីបាទសំណួរការវិតម្លៃសិក្សាដែលមានចម្លើយជាក់លាក់បាទ learning object assessment ជាមធ្យោបាយនៃការវាស់វែងដោយប្រើទម្រង់សំណួរជាច្រើនដើម្បីតេស្តនៅលទ្ធផលរំពឹងទុកឬសមត្ថភាពរបស់អ្នកសិក្សាទម្រង់សំណួររួមមានបំពេញចន្លោះសំណួរពហុជ្រើសសំណួរខុសត្រូវនិងសំណួរផ្គូផ្គងលក្ខ2ប្រភេទការវាយតម្លៃក្នុងថ្នាក់រៀន assessment method បាទដើម្បីប្រភេទការវាយតម្លៃក្នុងថ្នាក់រៀនតទៀតបាទបំពេញកិច្ចការបែបបទរួមមានការសរសេរការងារគម្រោងការងារតែងកំណាព្យបាទផលប័ត្រផលិតវីដេអូឃ្លីបបាទបំណិនគឺ skill បាទការថ្លែងសន្ទរកថាការបង្ហាញការអានរឿងល្ខោនការជជែកភាសាវិញ្ញាណការបង្ហាញបែបតន្ត្រីបាទការសួរសំណួរបាទការសួរសំណួរមិនផ្លូវការប្រឡងផ្ទាល់មាត់បាទបែបផ្លូវការបាទការសង្កេតរបស់គ្រូគឺបែបផ្លូវការបែបមិនផ្លូវការបាទប្រភេទនៃការវាយតម្លៃក្នុងថ្នាក់រៀនតទៀតគឺសិស្សវាយតម្លៃរបស់សិស្សវាយតម្លៃរបស់សិស្សបានថាការស្ទាបស្ទង់មតិអេរយាប័តកម្រងសំណួរការកំណត់អត្រាពិន្ទុផលប័ត្រស្វ័យឆ្លុះបញ្ចាំងវាតម្លៃមិត្តភ័ក្តិអូខេបាទ4នេះគឺ Bloom taxonomy ផ្នែកពុទ្ធិបាទវត្ថុបំណងសិក្សា game បាទ game គឺសញ្ញាកិច្ចការហើយសំណួរសួរថាតើកិរិយាសព្ទឧទាហរណ៍តើកិរិយាសព្ទខាងក្រោមស្ថិតក្នុងកម្រិតមួយណាបាទរំលឹកកម្រិតរបស់ Bloom បាទគំរូសំណួរតាមtaxonomy ថ្មីការគិតកម្រិតទាបបាទទី1ការគិតកម្រិតទាបមានកម្រិតចាំកម្រិតយល់បាទកម្រិតអនុវត្តក
កម្រិតវិភាគដល់ពេលគិតកម្រិតខ្ពស់គឺមានកម្រិតវិភាគកម្រិតវាតម្លៃនិងបង្កើតថ្មីបាទកម្រិតបង្កើតថ្មីបាទលទ្ធផលរំពឹងទុកក្នុងការសិក្សាមួយរយៈពេលខ្លីបាទ learning training get ជាប្រយោគនៃការស្ដែងចេញឬការអនុវត្តតាមសិស្សសម្រាប់លទ្ធផលសិក្សារំពឹងទុករបស់សិស្សក្នុងមួយរយៈពេលសិក្សាឬ3បាទ 2.1 គឺលក្ខណៈវិនិច្ឆ័យតទៀតបាទអញ្ចឹងសមាសភាពសំខាន់នៃលក្ខណៈវិនិច្ឆ័យគឺការកំណត់ការវិនិច្ឆ័យដោយគ្រូបង្រៀនលើការអនុវត្តចំណេះដឹងនិងការយល់របស់សិស្សច្បាស់ចំពោះអ្នកដទៃបាទបន្តមកទៀតគឺក្រុម3ប្រភេទនៃលទ្ធផលសិក្សារំពឹងទុកបែបពុទ្ធិមានចំណេះដឹងការយល់ការផ្ដល់ហេតុផលបាទអញ្ចឹងការយល់មាន2បាទការយល់ធម្មតានិងការយល់ស៊ីជម្រៅការយល់ធម្មតាគឺស្ដែងចេញតាមរយៈកូនសង្ខេបការយល់ដោយប្រើពាក្យខ្លួននិងប្រើប្រាស់ជំហានដើម្បីដោះស្រាយអនុវត្តការយល់ស៊ីជម្រៅអាចមានន័យថាកូនសិស្សដឹងអំពីចំណុចសំខាន់នៃអ្វីមួយបាទតោះទៀតការយល់បែបស៊ីជម្រៅគឺមានន័យថាអាចមានន័យថាកូនសិស្សដឹងអំពីចំណុចសំខាន់នៃអ្វីមួយកូនសិស្សអាចគិតអំពីការនឹងប្រើប្រាស់ចំណេះដឹងក្នុងរបៀបថ្មីឬតាមរបៀបស្មុគស្មាញកូនសិស្សអាចចាប់យកគំនិតថ្មីនៃសារៈប្រយោជន៍នៃអ្វីមួយបាទកូនសិស្សអាចរកឃើញនិងបកស្រាយទំនាក់ទំនងថ្មីកសាងការពន្យល់ស៊ីជម្រៅនិងដល់ហេតុផលជាមួយការយល់ដឹងរបស់ពួកគេបាទការផ្ដល់ហេតុផលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ខួរក្បាលដោយទាញយកចំណេះដឹងមកប្រើដើម្បីសម្រេចកិច្ចការបាទលក្ខណៈវិនិច្ឆ័យគឺបែងចែកលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសលទ្ធផលរំពឹងទុកបង្កើតឲ្យមានដូចជាមានចំនួនសមស្របបាទទី2គឺសរសេរស្រួលយល់បាទ3បន្ស៊ីជាមួយគោលដៅសិក្សារបស់ស្ថាប័ននិងវណ្ណនបាទសតវត្សទី21 4ជំរុញឲ្យការប្រឈមតែសិស្សអាចធ្វើវាបានបាទទី3 ILTS បន្ស៊ីជាមួយទ្រឹស្ដីឬគោលការណ៍បង្រៀននិងរៀននិងការជំរុញទឹកចិត្តសិស្សបាទសរុបមកគឺការបែងចែកដូចជាសំណួរកម្រិតលំបាកឬការគិតកម្រិតខ្ពស់បាទបន្តទៀតគឺសំណួរកម្រិតមធ្យមការគិតកម្រិតធម្មតាបាទសំណួរកម្រិតងាយគឺការគិតធម្មតាបាទខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសូមជម្រាបលាតែប៉ុណ្្នឹងឯង